ในព្រឹកថ្ងៃអង្គារ700ខែផលគុណឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី10ខែមីនាឆ្នាំ2026នេះឯកឧត្តមជាសមាធិរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារួមជាមួយលោកជំទាវជាផលគុណនិងគណៈប្រតិភូអមដំណើរក្នុងនោះក៏មានការចូលរួមពីតំណាងអង្គ UNICEF ផងដែរបានអញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសឹកដែលរងផលប៉ះពាល់ដោយសារចំនួនព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្រោយពីឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យឡើងអានរបាយការណ៍អំពីស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសឹកនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការស្វែងរកជំនួយមកជួយពួកគាត់និងត្រៀមរៀបចំទីជម្រកបណ្ដោះអាសន្នសមរម្យជូនពួកគាត់ផងដែរជាពិសេសគឺបងប្អូនប្រជាពលរដ្ឋ4ភូមិនៅក្នុងភូមិសាស្ត្របឹងត្រកួននិង2ភូមិនៅក្នុងឃុំអូបៃជាន់ដែលពួកគាត់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវបាននាំយកនៅគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដើម្បីចែកជូនដល់គ្រួសារភៀសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំភៀសឹកនាវត្តច័ន្ទស៊ីសាមគ្គីរតនារាមគោបកើតប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះគឺជាអ្នកដែលភៀសខ្លួនចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្នុងឃុំអូបៃជាន់សរុបប្រមាណ1277គ្រួសារអំណោយដែលគ្រួសារនីមួយៗទទួលបាននោះរួមមានអង្ករ10គីឡូក្រាមមី1កេសធុងទឹកមួយតង់មួយផ្ទាំងភួយមួយប្រេងឆា1ដបចំណុះ2លីត្រឆៃពៅ1កញ្ចប់និងអំបុក2ដបមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៅការសោកស្ដាយចំពោះស្ថានភាពដែលបានកើតឡើងនិងបាននាំយកនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឯកឧត្តមក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសក្នុងស្ថានភាពអាសន្នបែបនេះសកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជាការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែថែមជាការផ្ដល់កម្លាំងចិត្តយ៉ាងសំខាន់ដល់គ្រួសារភៀសឹកទាំងអស់ឲ្យមានក្តីសង្ឃឹមនិងមានអារម្មណ៍កក់ក្ដៅថារដ្ឋាភិបាលនិងអង្គការដៃគូអភិវឌ្ឍន៍មិនដែលបោះបង់ពួកគាត់ឡើយ។